សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5ភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីលើបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងយោធារហូតមកដល់ព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នេះការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសន្តិភាពអន្តរជាតិផងដែរស្ថានភាពនៃការគម្រាមកំហែងនិងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីថ្ងៃទី3សំទោសចាប់ពីវេលាម៉ោង3:00 នាទីរសៀលថ្ងៃទី10ខែធ្នូរហូតដល់ម៉ោង7:00 នាទីថ្ងៃទី11ខែធ្នូឆ្នាំ2025នៅម៉ោង15:05នាទីយោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលតំបន់អានសេះនៅម៉ោង16:30នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅវេលាម៉ោង17:00 នាទីដល់វេលាម៉ោង20:25នាទីយោធាថៃបានវាយលុកខ្លាំងនៅភូមិសាស្ត្រភ្នំ677ផ្សារអូបកាស្នេហ៍នៅភ្នំ500ប្រាសាទព្រះវិហារតាសឹមនិងភូមិសាស្ត្រ5មករានៅព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នៅវេលាម៉ោង4:40នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារសារជាថ្មីមកលើកម្ពុជាដោយកំភ្លើងធំចូលប្រាសាទខ្នានៅវេលាម៉ោង4:50នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាដោយប្រើប្រាស់កំភ្លើងធំចូលក្នុងតំបន់ថ្មដូននៅវេលាម៉ោង5:00នាទីព្រឹកនេះយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយរថក្រោះកំភ្លើងធំចូលក្នុងទីតាំងថ្មដូនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅវេលាម៉ោង5:20នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជានៅតំបន់មុខតាសឹមនៅវេលាម៉ោង6:16នាទីយោធាថៃចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាដោយប្រើប្រាស់កំភ្លើងធំកំភ្លើងគាំទ្រចូលតំបន់អូស្មាច់នៅវេលាម៉ោង6:35នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាចូលតំបន់ប្រាសាទតាក្របីទី2ស្ថានភាពជួរមុខសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដែលគិតចាប់តាំងពីវេលាម៉ោង3:00នាទីរសៀលថ្ងៃទី10ធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង7:00នាទីព្រឹកថ្ងៃទី11ធ្នូឆ្នាំ2025នេះនៅវេលាម៉ោង15:12នាទីរសៀលកម្លាំងថ្មើរជើងថៃនៅតែបន្តបាញ់ប្រហារនិងព្យាយាមរុលចូលមកក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង15:42នាទីយោធាថៃប្រើប្រាស់ drone ហោះចូលភូមិសាស្ត្រស្រុកម្លៃក្នុងភូមិវាលហាត់ឃុំម្លៃស្រុកម្លៃខេត្តបន្ទាយមានជ័យនៅវេលាម៉ោង15:45នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់ទម្លាក់គ្រាប់បែកចំភូមិសាស្ត្រឃុំថ្មដានិងភូមិសាស្ត្រឃុំអូភ្លុកដំរីនៅវេលាម៉ោង15:45នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់កាភ្លើង155មីលីម៉ែត្រចំនួន2គ្រាប់ចូលទៅសាលាបឋមសិក្សាខ្វៅលិចឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចាប់ពីវេលាម៉ោង15:45នាទីរហូតដល់វេលាម៉ោង17:30នាទីយោធាថៃបានបន្តប្រើប្រាស់កំភ្លើងធំប្រភេទ155មីលីម៉ែត្របានបាញ់មកលើទីតាំងរបស់កម្ពុជានៅក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងនិងក្នុងភូមិសាស្ត្រអូភ្លុកដំរី
នៅវេលាម៉ោង 17:50 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំសន្ធឹកសន្ធាប់នៅភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 18:28 នាទីយោធាថៃបានបាញ់កាភ្លើងធំប្រភេទ 155 មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 19:40 នាទីរថក្រោះថៃសម្ដៅមកក្នុងភូមិសាស្ត្រមុខបឹងត្រកួននៅវេលាម៉ោង 21:21 នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់បែកទម្លាក់នៅភូមិសាស្ត្រឃុំថ្មដាចំនួន 2 គ្រាប់នៅវេលាម៉ោង 22:24 នាទីយោធាថៃនៅតែបន្តបាញ់ប្រើប្រាស់កាភ្លើងធំប្រភេទ 105 មីលីម៉ែត្រ drone ពំទម្លាក់គ្រាប់បែកនៅតាមបណ្ដាគោលដៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ចំនួន 11 គ្រាប់គួរកត់សម្គាល់ផងដែរថានៅថ្ងៃទី10ខែធ្នូឆ្នាំ 2025 សកម្មភាពដ៏កម្ររបស់យោធាថៃនេះគឺជាការបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិឋានរបស់ប្រជាជនស៊ីវិលរស់នៅជាពិសេសនៅសាលារៀនរបស់កុមារនិងបានបាញ់បំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជាបេតិកភណ្ឌរបស់មនុស្សជាតិទង្វើដ៏សាហាវនេះបង្ហាញពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មនុស្សមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងនិងបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យខូចខាតគិតមកដល់ល្ងាចថ្ងៃទី10ធ្នូឆ្នាំ 2025 នេះជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់10នាក់ក្នុងនោះមានទារកម្នាក់ផងដែរនិងមានជនស្លូតត្រង់ស៊ីវិលរងរបួសកើនឡើងរហូតដល់60នាក់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសម្ដែងការសោកស្ដាយនៅទង្វើពុំមានភាពស្មោះត្រង់របស់ភាគីថៃនិងសូមធ្វើការច្រានចោលទាំងស្រុងនៃការចោទប្រកាន់មូលបង្កាច់បំភ្លៃការពិតនិងគ្មានមូលដ្ឋានម្ដងហើយម្ដងទៀតរបស់ភាគីថៃដែលคล้ายទៅជាទម្លាប់របស់កងទ័ពថៃដើម្បីយកមកធ្វើជាលេសបម្រើដល់មហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកម្រោលនិងខុសច្បាប់យោធាថៃបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឲ្យប្រកាន់ខ្ជាប់នៅកិច្ចព្រមព្រៀងទាំងនេះភាគីថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគីចំណែកកម្ពុជាវិញនៅតែបន្តការបដិញ្ញាចិត្តម្ដងហើយម្ដងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀតនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាតើកម្ពុជាឬថៃជាប្រទេសដែលស្រឡាញ់សន្តិភាពនិងចង់ដោះស្រាយចំនួនដោយសន្តិវិធីដ៏ពិតប្រាកដជាក់ស្ដែងយោធាថៃបានប្រព្រឹត្តនៅអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកទៅលើទីកន្លែងស៊ីវិលការប្រើប្រាស់ឧស្ម័នពុលការបាញ់កំទេចទីតាំងប្រវត្តិសាស្ត្រដូចជាប្រាសាទព្រះវិហារប្រាសាទតាក្របីការបាញ់អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើងនិងមិនរើសគោលដៅដែលបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើនអ្នកបានស្លាប់និងរងរបួសក្នុងនោះមានទាំងស្ត្រីកុមារមនុស្សចាស់ជរានិងទង្វើល្មើសច្បាប់ជាច្រើនដទៃទៀតបើទោះបីជាបានប្រព្រឹត្តនៅអំពើខុសច្បាប់អន្តរជាតិរាប់មិនអស់ទាំងនេះហើយកងទ័ពថៃមិនត្រឹមតែមិនចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌និងខុសខើរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងមកចោទប្រកាន់កម្ពុជាយ៉ាងងងើលក្នុងគោលដៅតែមួយគត់គឺបង្កើតលេសដើម្បីបម្រើដល់ការឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជានិងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជាសហគមន៍អន្តរជាតិនឹងមិនប្រងើយកន្តើយហើយអនុញ្ញាតឲ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាពតាមរយៈការបោះបង់ចោលកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃហើយមកជ្រើសការគម្រាមកំហែងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិចអាចបន្តទង្វើឈ្លានពានរបស់ខ្លួនដោយនិទានភាព
ប្រសិនបើមិនមានចំណាត់ការណាមួយដើម្បីឲ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួនថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជាថ្ងៃស្អែកកងទ័ពថៃអាចនឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយនិងតូចជាងខ្លួនដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ទាំងមូលក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់នៅទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់នៅការផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងជាពិសេសលើប្រជាជនស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំភ្លេចបំផ្លាញលើទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់និងសុឆន្ទៈប្រសិនបើថៃពិតជាស្រឡាញ់សន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែគឺតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិយភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពាននឹងការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ទន្ទឹមនេះកម្ពុជាអំពាវនាវឲ្យថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងកាតព្វកិច្ចទាំងឡាយស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូបញ្ជាក់ផងដែរថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះមិនមែនសំដៅទៅលើជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងប្រកាន់ភ្ជាប់នៅការគោរពនិងអនុវត្តកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ភ្ជាប់នឹងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជានឹងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញចំពោះសត្រូវឈ្លានពាននិងបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា